Hello ហ្វូប្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទ Mr. Long ម្ដងទៀតបាទថ្ងៃនេះគឺយើងមកលេង block pro ទៀតហើយគឺនៅក្នុង episode ទី19បាទហ្វិនជាអ្នកទាំងគ្នាតបានមើលជាមួយនៅ episode ទី18ទេកុំភ្លេចទៅមើលផងលីងខ្ញុំដាក់នៅខាងក្រោម description បាទរួចរាល់ហើយតោះចាប់ផ្ដើមបាទហើយនៅក្នុង episode នេះគឺយើងនឹងចាក់ចេញពីកោះស្អីគេកោះក្រោមទឹកហ្នឹងហើយបាទកោះក្រោមសមុទ្រហ្នឹងហើយគឺយើងនឹងធ្វើដំណើរទៅកាន់កោះថ្មីទៀតដែលជាកោះពពកបាទកោះពពកជាន់ទី2បាទអញ្ចឹងពេលអ្នកគ្នាចេញទៅអ្នកគ្នាក្នុងកោះហ្នឹងរកផ្លូវចេញអត់ឃើញនេះគឺផ្លូវចេញវាគឺអ្នកគ្នារត់មកមុខនេះមកគឺឃើញបាទមកតាមខ្ញុំមកឃើញអាតាក់គួចនោះអាតាក់គួចមូលហ្នឹងអាតាក់គួចហ្នឹងបាទនេះអ្នកគ្នាតាក់គួចហ្នឹងហើយដើរចូលហ្នឹងមកចូលក្នុងតាក់គួចហ្នឹងមកយើងនឹងចេញពីកោះក្រោមទឹកហើយនេះយើងឡើងដល់លើគោកវិញហើយបាទហ្នឹងហើយគឺផ្លូវចេញវាមានតែប៉ុណ្្នឹងហើយបាទឥឡូវមកខកខានពេលវេលាយូរយើងធ្វើការចាក់ចេញពីកោះក្រោមទឹកយើងទៅកាន់កោះលើមួយទាំងអស់គ្នាទៅបាទបាទឥឡូវយើងបានធ្វើដំណើរមកដល់ជាមួយនឹងកោះពពករបស់យើងអីបាទគឺកោះជាន់ទី2នេះហើយខ្ញុំសូមប្រាប់អ្នកគ្នាមួយបាទអ្នកទាំងអស់គ្នាលេងអត់មានប្រើ fruit ណាដែលមានស្គីហោះដូចខ្ញុំបានដូចជា live fruit ឬក៏ fruit ភ្លើង fruit អីចឹងអ្នក fruit អ្នកទាំងអស់គ្នាអត់មានស្គីហោះណាហើយអ្នកគ្នាមកធ្វើតាមខ្ញុំមកដើម្បីឡើងលើកោះហ្នឹងបានបាទជំហានដំបូងអ្នកគ្នាមកកាន់កោះពពកជាន់ក្រោមមកកោះជាន់ទី2កោះហ្នឹងហើយបាទហើយអ្នកគ្នាមើលតាមវីដេអូហ្នឹងទៅឡើងទៅលើដើមឈើដែលខ្ពស់ជាងគេនៅក្នុងកោះហ្នឹងនេះបាទដើមឈើដែលគួរជាងគេហ្នឹងឲ្យយើងឡើងលើហ្នឹងមកបាទហើយទៅយើងធ្វើដំណើរទៅមុខទៅយើងដាស់លោតវាទៅបាទដោយសារតែអ្នកទាំងអស់គ្នាអត់មាន fruit ដែលស្គីហោះបានទេអញ្ចឹងឡើងទៅលើនៅអត់កើតទេមិនធ្វើវិធីហ្នឹងទេបាទយើងលោត2 3ដងហើយយើងរត់ទៅមុខហើយលោតទៀតទៅគឺមកដល់កោះពពកជន់លើហ្នឹងគឺងាយស្រួលទេបាទបើមិនជា fruit របស់អ្នកគ្នាអត់មានស្គីហោះហ្នឹងហើយតែបើមានអត់អីទេមានហោះឡើងទៅធម្មតាតែគ្មានអីទេបាទឥឡូវទស្សនាខ្ញុំអង្គុយ farm ពួកអាចកចែមដល់អ្នកគ្នាទៅបាទហើយចំពោះកូនចៅនៅក្នុងកោះពពកហ្នឹងគឺវាគ្មានអីបបាក់ farm ទេបាទគឺវា free farm ទេថាពួកអាហ្នឹងគឺវាវាយយើងអត់ត្រូវទេបើមិនយើង level លើវាមក level 2 level អញ្ចឹងយើង farm ដំបងវេទនារោគរ៉ាក់ហើយបន្ទាប់មកគឺ free ហើយបាទហើយតែវារៀងតប៉ែមួយពួកកូនចៅហ្នឹងដោយសារតែវាលោតមកវាអញញ៉ៃខ្លាំងតែដើរវាលោតហ្នឹងបែកងាងអញ្ចឹងវារៀងពិបាក farm វាដែរហើយក្នុងវីដេអូនេះគ្នាឃើញខ្ញុំបាយឲ្យឈ្នះវាទេមិនថាខ្ញុំអនទេខ្ញុំតឲ្យវាទេបាទតឲ្យវាហ្នឹងបាទដំបូងយើងតឲ្យវាហ្នឹងទៅបាទទៅឥឡូវខ្ញុំលេងមែនតើគឺវាលេងឈ្នះខ្ញុំហើយបាទគ្នាឃើញក្នុងវីដេអូហ្នឹងចូលទៅយើងជាមនុស្សសាហាវយើងតែងតែតឲ្យគេមួយត្រូវអត់ដោយសារតែយើងខ្លាំងហើយយើងមកថាយើងបាយគេយកមកអាហ្នឹងមានន័យថាយើងលេងខូចអញ្ចឹងយើងតឲ្យគេមកស្និតពីស្និតហ្វិនទៅបាទតែតឲ្យច្រើនពេកវាយខ្ញុំងាប់អត់ទេហ្មងតែឥឡូវហ្វាមដល់ទៀតទៅដោយសារតែដាក់គុណ2ខ្លាចអ្នកគ្នាមើលទៅយូរដាក់គុណ2យកមកហ្នឹងងាប់ទៀតទេមិនថាខ្ញុំលេងអនទេខ្ញុំប្រាប់ម្ដងទៀតគឺទឹកដៃខ្ញុំអត់អនទេគ្រាន់កាទេអូច្រឡំនេះដោយសារតែខ្ញុំខាលេង block ព្រួយរៀងយូរកន្លះខែចឹងហើយមកលេងវិញរៀងបែកអ្នកគ្នាខ្ញុំអត់យល់ដែរវាចុចស្គៀតចង់ត្រូវទេដឹងហ្មងចុចទៅខុសហើយដើរឆ្កងគាំងមកកន្លែងហ្មងចឹងវេទនាខ្លាំងមែនតើបាទចឹងគឺពេលលេងទៅឬពិបាកហើយ block ព្រួយឥឡូវគឺវារៀងធម្មតាវិញហើយអ្នកនរគ្នាវាយើងលេងបានវិញហើយបាទខ្ញុំមិនដឹងថាកើតអីដែរព្រោះម៉ានថ្ងៃមុនហ្នឹងគឺវាវេទនាលេងខ្លាំងមែនតើគឺ slow ខ្លាំងមែនតើមិនថាលេងក្នុង private ឬក៏ក្នុង top elite ទេពេលលេងក្នុង top elite វាអត់ flow វិញបាទវាគាំងតាមមនុស្សលេងច្រើនមែនតែអត់ flow បើលេងក្នុង private server flow តែមនុស្សលេងតិចអត់គាំងពេលអញ្ចឹងទៅដឹងធ្វើមិនមានតែឈប់លេងមួយរយៈហ្នឹងឥឡូវវាដើរវិញគឺខ្ញុំលេងបានវិញហើយថាតែលេងនៅក្នុង private server វាលេង flow ហើយបាទគឺយើងលេងបានហើយបើមិនជាអ្នកនរគ្នាចង់លេង private server អីគឺឆាតមកខ្ញុំមកបាទគឺខ្ញុំនឹងនេះហើយបាទឲ្យលេងឲ្យ private server ខ្ញុំអត់ចិត្តអាក្រក់មួយទេរឿង private server ហ្នឹងគឺឲ្យលេងតែទាំងអស់គ្នាហ្នឹងបាទចូលលេង private server លេង private server ឲ្យច្រឡំសុំទោសបាទlink group Telegram គឺនៅក្នុង description បាទខ្ញុំដាក់នៅខាងក្រោមហ្នឹងទាំងឈ្មោះរ blog account ខ្ញុំទាំង Facebook ទាំង TikTok ទាំង Telegram អីក្នុងនោះទាំងអស់តែម្ដងបាទគឺចុចចូលទៅឃើញហើយអ្នកគ្នាចូលមកកាន់ group Telegram ខ្ញុំមកឃើញជាមួយនឹង group របស់ខ្ញុំហើយខ្ញុំមានកន្លែង tre មួយដែលខ្ញុំដាក់ពាក្យថា private server គឺចូលក្នុងនោះទៅចូលតាម link ហ្នឹងទៅគឺមកលេង private server របស់ខ្ញុំហើយបាទខ្ញុំទិញអស់200 Robux សម្រាប់ឲ្យអ្នកគ្នាលេងនឹងលេងខ្លួនឯងដែរហើយបើមិនជាអ្នកនរគ្នាចូលតាម link អត់កើតទេអាច add មកខ្ញុំបានខ្ញុំទទួលទាំងអស់ហើយតែ add មកគឺខ្ញុំឈ្មោះខ្ញុំបើចង់វាយ Mr. Long 1208ទៅគឺចេញឈ្មោះក្នុង account Roblox ហ្នឹងឈ្មោះ account របស់ខ្ញុំហើយបើមិនជាវាយអត់ចេញទេអាហ្នឹងចុចចូល link មក
យើងមាន link ឲ្យចុចចូលទៀត link នៅក្នុង description ដូចគ្នាយើងទៅគ្រប់ video របស់ខ្ញុំទាំងអស់រឿងឈ្មោះ account រឿងអីតំណតំណងមកខ្ញុំដាក់ខារ៉ោម description ទាំងអស់បាទចុចមកទៅឃើញហើយមិនបាច់ឈួររោច្រើនអីទេគឺចុចតាកន្លែងហ្នឹងទៅឃើញទាំងអស់បាទគឺមកពូជតែម្ដងស្អីក៏មានដែរហើយអ្នកទាំងគ្នាចង់លេងខ្ញុំក៏ add មកខ្ញុំគីឡូថាពេលខ្លះខ្ញុំចូលលេង top list ទៅបានជួបគ្នាហ្នឹងហើយបាទបន្ទាប់ពីការ farm អស់រយៈពេលយ៉ាងយូរឥឡូវយើងទទួលបានជាមួយនឹង level 476ហើយគឺយើងដល់ level ដែលយើងត្រូវទៅ farm កូនចៅថ្មីគឺកូនចៅទី2ហ្នឹងឯងវានៅកោះមួយជាន់ទៀតបាទគឺដើម្បីទៅកោះហ្នឹងគឺយើងដើរចូលកន្លែងសញ្ញាព្រួយនេះមកហើយយើងរត់ទៅមុខទៅគឺវានឹងឆ្លងភពបាទយ៉ាចង់ចេញឆ្លងភពទៅកាន់ភពពពកមួយទៀតដែលជាន់ខ្ពស់ជាងគេអាហ្នឹងខ្ពស់ខ្លាំងមែនទេបាទនឹងប្រហែល1000គីឡូម៉ែត្រពីដីទេអញ្ចឹងគឺយើងហោះមកហោះដល់ទេបាទអញ្ចឹងយើងមានឆ្លងភពហ្នឹងមកវាយវានេះព្រោះអាកូនចៅហ្នឹងគឺវាអត់វាក់ហ្វានវាដូចអាមុនដែរទេវាអត់ចេះលោតអត់ចេះអីទេគ្រាន់តែរៀងឈាមតាន់វារៀងតប៉ែអញ្ចឹងទៅយើង farm វារៀងវាបាក់ដែរថាវារៀងតប៉ែហើយវាវាយយើងត្រូវបាទអញ្ចឹងឲ្យតែយើងល្បែក្រោមវាវាយយើងត្រូវគ្រប់កូនចៅនោះហ្នឹងឥឡូវខ្ញុំងាប់របស់វាឥឡូវទៅទៀតតែអីដែលខ្ញុំនៅគីឡូខ្លាំងអញ្ចឹងទៅអត់ងាប់ទេបាទគេខ្ញុំនៅរស់ទេបាទខ្ញុំចូលចិត្តតឲ្យគេឥឡូវខ្ញុំតឲ្យកូនចៅនឹងហ្វិនទៅបាទគេលេងមែនតើនឹងខ្លាច់វាយំបាទហើយអ្នកនរគ្នាកុំភ្លេចជួយ subscribe ជាមួយនឹង channel YouTube របស់ខ្ញុំណាមួយផងនិង like វីដេអូហ្នឹងផងបាទព្រោះខ្ញុំចិត្តបានជាមួយនឹង 2K ហើយ 2K subscriber ហើយបាទពេលបានខ្ញុំនឹងមាន challenge លេងសម្រាប់អ្នកនរគ្នាចូលលេងឈ្នះ fruit ឈ្នះអីចឹងទៅបាទហ្នឹងហើយគឺនឹងតែមានហើយដឹងតែមានហើយបាទឲ្យតែខ្ញុំបាន 2K តែមិនដឹងឆ្នាំណាទេបាទយូរខ្លាំងមែនទែនល្មមបាន 2K ណាអញ្ចឹងអ្នកគ្នាជួយម្នាក់មួយមកម្នាក់ម្ដាយម្នាក់ជើងមកគឺគ្រប់ហើយបាទហើយសម្រាប់គ្នាយើងដែលគាត់ចង់លេងមួយខ្ញុំអាចលេងបានចង់ចូលគ្រូរបស់ខ្ញុំក៏អាចចូលបានដែរហើយតែលេងប៉ះខ្ញុំលេងប៉ះខ្ញុំឆាប្រាប់ខ្ញុំទៅខ្ញុំនឹងទាញចូលហើយតែខ្ញុំខ្លាចតែពេលដែលខ្ញុំទាញអ្នកទាំងអស់គ្នាចូលគ្រូគឺអ្នកទាំងអស់គ្នាអត់ចេះចុចចូលខ្លួនឯងទៀតនឹងដឹងថានិយាយប្រាប់ថាម៉េចទេបាទបើមិនជាអត់ចេះចូលទេអាចទៅមើលជាមួយនៅវីដេអូរបស់ខ្ញុំបានខ្ញុំប្រាប់ពីរបៀបចូលគ្រូវីដេអូដូចជា Alpha ទី10មកបានទេខ្ញុំនិយាយអំពីការបង្កើត team ហើយក្នុងហ្នឹងគឺមានរបៀបចូលគ្រូចូលអីក្នុងហ្នឹងគឺមានមួយសពអញ្ចឹងយើងអាចមើលវីដេអូហ្នឹងបានហើយបាទហើយខ្ញុំនៅខ្វះ2វីដេអូទៀតដែលអត់ទាន់បានធ្វើសម្រាប់អ្នកនរគ្នាមើលដូចជាវីដេអូយើងអំពី Haki ចាំមើលវីដេអូក្រោយធ្វើមកខ្ជិលចាំយូរបាទព្រោះថាយើងវីដេអូហ្នឹងគឺវាសំខាន់បាទខ្ញុំត្រូវតែធ្វើវីដេអូមួយទៀតគឺវីដេអូយកជាមួយ level គុណ2កូដគុណ2ហ្នឹងហើយបាទអ្នកគ្នាដូចឃើញហើយឥឡូវខ្ញុំដាក់ហើយតើបងខ្ញុំធ្លាប់និយាយថាខ្ញុំអត់ដាក់ទេបាទដោយសារតែដាក់តែនៅកោះភ្នំភ្លើងទេទុកប្រហែលដាក់នៅសមុទ្រទី3ទី2បាទប៉ុន្តែដោយសារតែខ្ញុំដាក់ប្រើហ្នឹងមូលហេតុគឺខ្ញុំចង់ farm ឲ្យលឿនអ្នកគ្នាចង់ farm ឲ្យលឿនដើម្បីនេះអីគេចេញពីសមុទ្រទី1លឿនទៅសមុទ្រទី2ដោយសារតែអ្នកគ្នាគាត់និយាយថានៅសមុទ្រទី1គាត់ចេះអស់ហើយបាទភាគច្រើនគឺគាត់មើលវីដេអូខ្ញុំគាត់នៅសមុទ្រទី2ភាគច្រើនហ្មងបាទអញ្ចឹងគឺខ្ញុំសម្រាប់ចិត្ត farm ឲ្យលឿនតែម្ដង fall របស់ទាំងប្រហែលគឺខ្ញុំចាំមកយកពេលក្រោយបាទធ្វើមិនទៅសមុទ្រទី2ឲ្យបានលឿនបំផុតតាមអ្វីដែលធ្វើបានអញ្ចឹងគឺ fall របស់ for item for ដាវស្អី effect free អីគឺយើងចាំមកយកពេលក្រោយបាទអញ្ចឹងគឺយើង farm ឲ្យលឿនបុកទៅអញ្ចឹងចាប់ពីវីដេអូហ្នឹងទៅប្រហែលជា for ដូចជាប្រហែល Xgrapho ទៀតទេគឺ6 Xgrapho ដូចជាងទៀតគឺដល់ហើយគឺទៅដល់សមុទ្រទី2បាទតាមខ្ញុំប្រហែលមើលព្រោះវីដេអូដែលខ្ញុំធ្វើ3គឺវីដេអូយកជាមួយនឹង Haki ចេញថ្មីមួយអាហ្នឹងខ្ញុំអត់តប្រាប់ឈ្មោះទេអត់ប្រាប់អ្នកគ្នាប្រហែលក៏ដឹងដែរ Haki ហ្នឹងហើយមួយទៀតគឺនិយាយអំពី Haki អាវីដេអូមួយទៀតនិយាយអំពីកូដគុណ2ហ្នឹងហើយមកវីដេអូហ្នឹងមកហើយវីដេអូនៅ farm ប្រហែលទេវីដេអូ farm ដូចជាវីដេអូហ្នឹងមួយវីដេអូ farm ណាកោះមួយទៀតណាកោះចុងក្រោយគេរួចអស់ហើយគឺ6វីដេអូទៀតគឺយើងនឹងបានទៅសមុទ្រទី2ហើយបាទអូខេចឹងសង្ឃឹមថាអ្នកគ្នានឹងជួយគ្រប់គ្រងខ្ញុំផងហើយពេលខ្ញុំឡើងដល់សមុទ្រទី2អ្នកណាដែលថាឲ្យ fruit ខ្ញុំបាទខ្ញុំអត់ដូចគេផ្សេងទេបាទឲ្យតែ fruit ឲ្យតែរបស់ឲ្យខ្ញុំ free គឺខ្ញុំយកដល់អត់មានចេះក្រែងចិត្តទេឲ្យនេះក៏ខ្ញុំយកខ្ញុំឲ្យស្អីក៏ខ្ញុំយកបាទ fruit on បណ្ណាក៏ខ្ញុំយកដែរឲ្យតែខ្ញុំយកបានខ្ញុំអត់ចេះក្រែងចិត្តអត់ចេះរើសទេបាទឲ្យតែខ្ញុំមានខ្ញុំយកបានតែហាមហ្វុំខ្ញុំបាទខ្ញុំមិនមែនអ្នកមានទេបាទអញ្ចឹងហាមហ្វុំខ្ញុំហ្វុំអ្នកគ្នាវិញមិនត្រូវទេថាតែខ្ញុំល្បែតូចខ្ញុំអត់មាន fruit ទេក្នុងខ្លួនក្រទាំងអស់មាន control មួយប្រូនោះបោះឲ្យទៅជំនាន់ណាដុសឡែបទេ control ហ្នឹងអញ្ចឹងចាំមើលទៅសមុទ្រទី2ដារោប៊ូដារោអីលេងហើយជាយក control ហ្នឹងទៅដូរយកប៊ូដាមកលេងហើយផាហើយដោយសារតែប្រើ live គឺនៅសមុទ្រទី2ដូចអាចវាមិននេះទេមិនថាវា on ប្រើកើតគ្រាន់ថាវាពិបាកប្រើព្រោះអីនៅសមុទ្រទី2កូនចៅវាវាយយើងត្រូវបាទអញ្ចឹងវាគ្មានស្អីទេបាក់ហ្វាមអញ្ចឹងវាស្មើនឹងដូចអាចឯង live ហ្នឹងនៅសមុទ្រទី2ព្រោះល្អប្រើមានប៊ូដាហ្នឹងល្អបំផុតតែប៊ូដានៅសមុទ្រទី1គឺដូចអាចវិញបាទថាតែជុំទៅដូចអាចហត់កើតព្រោះហត់កើតនៅសមុទ្រទី1ដូចអាចទាំងអស់គ្មានព្រូណាដែលល្អលេងប្រហែលទេអញ្ចឹងយើងគួរតែចុះនិយាយហ្វេកគេបប
បាទបន្តពីការ farm អស់រយៈពេលយ៉ាងយូរឥឡូវនេះយើងទទួលបានជាមួយនឹង level 500គឺយើងដល់ level ដែលយើងត្រូវទៅជាមួយនឹងសមត្ថទី2ច្រឡំទៅសមត្ថទី2បាទខ្ញុំទោះគឺយើងដល់ level ជាមួយនឹងទៅវាយមេនៅក្នុងកោះហ្នឹងឯងបាទនៅយើងមកវាយវាមកមេនៅឈរកន្លែងនេះម្នាក់ឯងហ្នឹងបាទវាយវាទៅមេហ្នឹងគឺគ្មានអីអស្ចារ្យទេបាទជួយមកគ្រាប់ងាប់ញាក់ហ្វាច់អុយម៉ែអាមេនេះខ្លាំងមកវាអត់អីបាទតឲ្យវាហ្វហ្នឹងបាទដូចខ្ញុំនិយាយខ្ញុំចូលចិត្តតឲ្យវាបាទកំពិតពាក្យលួងខ្លួនឯងអត់ទេតឲ្យវាបាទកូនប្រុស20ឆ្នាំទៀតផងហ្វឹកកុំហូរពេលដែរឯងជៀមខ្លួនងាប់ទៅអាមេត្រូវគ្រាប់បាទឥឡូវយើងបានចាប់ការជាមួយនឹងអាមេកប៉ិចកប៉ុកនេះចោលមេនេះគ្មានស្អីអស់ចាចំពោះយើងទេបាទខ្ញុំងាប់2ដងមិញហ្នឹងគឺខ្ញុំក៏រត់តែចង់ធ្វើឲ្យអ្នកគ្នាសោយទេបាទអញ្ចឹងគឺគ្រាន់ចង់ធ្វើឲ្យគ្នាសោយទេហ្នឹងឲ្យគ្មានស្អីទេបាទឥឡូវនេះយើងគ្មានស្អីធ្វើទៀតទេគឺក្រៅពីការ farm តទៀតបាទឥឡូវយើង farm តទៀតទៅហើយខ្ញុំចង់ប្រាប់អ្នកគ្នាមួយចំពោះអ្នកទាំងអស់គ្នាដែលមានទូរស័ព្ទ Manfell ល្អដូចជាខ្ញុំអីទូរស័ព្ទរោគរ៉ាក់កាំងវេទនីអីគឺបាក់លេងម្ដងខ្លួនអីគឺអាចឆាតរបស់ខ្ញុំបានខ្ញុំអាចជួយបានមកតិចតួចបាទគឺចូលក្នុង private server របស់ខ្ញុំមកលេងមកដោយសារតែក្នុងហ្នឹងគឺអត់មានមនុស្សច្រើនទេខ្ញុំប្រហែលជាអត់មនុស្សលេងតែម្ដងមើលទៅក្នុងហ្នឹងលេងតែអ្នកគ្នាមួយទៅអញ្ចឹងសាកសម័យមើលបាទអូ my god មក server ប្លុកព្រុកមួយទាំងមូលអត់មានអ្នកលេងតែយើងម្នាក់ឯងដល់វានឹងស្មូតវិញណាណាមិនឈួតទេបាទតែអញ្ចឹងមែនបាទគឺយំគឺនឹងស្មូតដូចឃើញក្នុងវីដេអូដែលខ្ញុំលេងអត់តាក់ទេគឺវាស្មូតខ្លាំងមែនទេបាទហ្នឹងទូរស័ព្ទរបស់យើងកាំងប៉ុណ្ណាក៏វាយើងជួយឲ្យយើងបានច្រើនដែរតែបើស្វាអ្នកគ្នាឌីអាចអាហ្នឹងវាមិនអីទេបាទគឺនៅតែលេងកើតដែរស្វាឌីអាចតែតាមទូទៅប្រហែលជាអ្នកគ្នាស្វាមិនហ្វឹកអីទេមើលទៅវា flow ទួចតែពីច្រើនគឺកាំងឯងត្រូវអត់កាំងដូចខ្ញុំអញ្ចឹងបាទចាំមិនជាកាំងអាចឆាតរបស់ខ្ញុំបានគឺខ្ញុំនឹងអាចជួយអ្នកគ្នាបានឲ្យអ្នកគ្នាចូលលេងក្នុង server private របស់ខ្ញុំទិញឲ្យអ្នកគ្នាលេងនឹងទុកលេងខ្លួនឯងដែរហើយ server ហ្នឹងរបៀបចូលគឺគ្មានស្អីពិបាកទេវេទនាណាទេដំបូងអ្នកគ្នាចូលទៅកាន់ជាមួយនឹង group Telegram របស់ខ្ញុំហ្វិនគឺ link group គឺខ្ញុំដាក់នៅខាងក្រោមនៃ description បាទចូលនៅខាងក្រោមហ្នឹងទៅគឺនឹងឃើញជាមួយនឹង link group Telegram មិនត្រឹមតែ link group ទេទាំង Facebook របស់ខ្ញុំ TikTok ណា account Roblox របស់ខ្ញុំគឺខ្ញុំដាក់ក្រោមហ្នឹងទាំងអស់បាទគឺចូលទៅរកមើលព័ត៌មានពាក់ទៅខ្ញុំចូលទៅក្នុងខ្លួនឯងទៅបាទក៏លោថាថ្ងៃណាអ្នកគ្នាតនេរកព្រោះខ្ញុំទៅជួបកឆាអីហ្នឹងអាហ្នឹងអាចតាក់ទងខ្ញុំបានតាមរយៈ link TikTok link TikTok អី Facebook Telegram ហ្នឹងមកបាទគឺតាក់ទងតាមហ្នឹងមកឥឡូវយើងចូលប្រធានបទរបស់យើងវិញបាទចំពោះគ្នាយើងដែលគាត់ចូលជាមួយនឹង private server តាម link account ដែល link ខ្ញុំបានតម្លាក់ជាមួយនឹងក្នុង group Telegram របស់ខ្ញុំហ្នឹងខ្ញុំបានតម្លាក់ក្នុងហ្នឹង link private server របស់ខ្ញុំបើមិនចូលកាត់ទេអាច add មកកាន់ខ្ញុំបានឈ្មោះរបស់ខ្ញុំគឺ Mr Long 1268បើមិនជាខ្ជិលវាយឈ្មោះអីទេ link account របស់ខ្ញុំដាក់នៅខាងក្រោម description ដូចជាទូទៅដែរទេយំរាល់វីដេអូមានអស់ដាក់ក្នុងនោះអស់ចូលឆែកមើលខ្លួនឯងទៅបាទធំហើយបាទកុំចាំតែគេប្រាប់ពេកបាទចូលចេះរោមមើលខ្លួនឯងផងខ្ញុំហត់នឹងប្រាប់ណាស់បាទហើយបើចង់លេងvớiខ្ញុំដូចគ្នាទេចូលមើលក្នុងនោះខ្លួនឯងទៅបាទហើយខ្ញុំចង់ប្រាប់គ្នាយើងរឿងដល់ហួសចិត្តមួយឲ្យខ្ញុំនឹងចែកម្លែករឿងហួសចិត្តនឹងឲ្យអ្នកគ្នាដឹងមួយគឺវាហួសចិត្តខ្លាំងមែនទេបាទគឺមួយថ្ងៃមុនហ្នឹងមួយថ្ងៃមុន form មិញគឺខ្ញុំធ្វើការលេងជាមួយនឹង block fruit បាទហើយខ្ញុំចូល private server ខ្ញុំលេងហ្នឹងបាទហើយមានប្រាដឺម្នាក់ដែលគាត់ចូលមកបាទហើយចូលមកគឺថាហួសចិត្តខ្លាំងដែរគាត់មកគាត់វាយខ្ញុំងាប់បាទវាយខ្ញុំងាប់ហើយអត់មានអីញ៉ៃច្រើនមកក្លុកខ្ញុំទេបាទពេលខ្ញុំពង farm អីទៅក្លុកខ្ញុំហ្វីពេលកូនចៅហ្វីទៅហើយពីណាក៏ចេះខឹងដែរត្រូវឲ្យគេមកធ្វើបាបយើងមកញ៉ៃយើងអញ្ចឹងពីណាក៏ខឹងដែរបីណាគ្នាក៏ខឹងដែរហើយខ្ញុំក៏ថាឲ្យគាត់បើថាប្រូឯងមកញ៉ៃខ្ញុំអញ្ចឹងបាទហើយពេលដែលខ្ញុំថៃគាត់រួចហើយគាត់អត់ឈប់ទេគាត់នៅអញ្ចឹងទេហើយខ្ញុំទ្រាំអត់បានខ្ញុំទ្រាំអត់បានក៏ខ្ញុំគិតគាត់ចេញពី server ទៅគិតគាត់ចេញទៅបាទហើយខ្ញុំលេងរួចគាត់ឆាតមកកាន់ Telegram របស់ខ្ញុំហើយខ្ញុំអត់ហ្វុំអត់ដាក់អីណាគ្នាមើលទេគាត់តែស្ដាប់ខ្ញុំនិយាយទេតែ fit របស់គេបាទខ្ញុំឈ្មោះឲ្យខ្ញុំអត់បង្ហាញដែរតែវាហួសចិត្តខ្លាំងមែនទែនហើយ flame គាត់ក្មេងនេះគាត់ថាគ្រាន់តែលេងតិចតួចប៉ុណ្ណឹងមិនបានច្បាច់ kit ចេញហើយនិយាយគាត់និយាយមិននិយាយថាគ្រាន់លេងតិចតួចប៉ុណ្ណឹងមិនបានណាច្បាច់ kit ចេញណាតែគាត់និយាយចឹងមែនណាខ្ញុំ form អត់ដាក់ flame គាត់បង្ហាញឲ្យគ្នាដឹងទេតែ fit របស់គាត់បាទហ្នឹងហើយគាត់ក្មេងទេ flame គាត់រៀងក្មេងទេគាត់ថាអាយុប្អូនខ្ញុំទេបាទតែ flat ធွာគឺចប់តែម្ដងបាទខ្ញុំអត់យល់ទេហេតុអីបានទៅជាអញ្ចឹងបាទ
ក្មេងសម័យឥឡូវខ្ញុំថាមិនមែនក្មេងដល់ខ្ញុំក៏ក្មេងក៏គាត់ថាអ្នកខ្លះគឺគាត់សិលធម៌គាត់ល្អគាត់ចេះយល់ចេះនិយាយស្ដាប់គ្នាហើយអ្នកខ្លះណាលេអត់ចេះគិតតែដូចប្រាដើមអ្នកហ្នឹងគាត់លេងអត់ចេះគិតតែយើងគឺពិបាកខ្លាំងមែនទែនខ្ញុំប៉ះណាប៉ះ2 3នាក់ទៀតហ្នឹងគឺខ្ញុំឈួតណែម្ដងប៉ះមនុស្សយើង2 3នាក់ទៀតអញ្ចឹងមក fan យើងឃ្លេងប៉ះខ្ញុំសុំរក្សា Felchi ធွာឲ្យល្អផងគឺលេងខ្ញុំលេងតាមសម្រួលនិយាយចេះស្ដាប់គ្នាមកលេងកំកោហ្នឹងហើយបាទហើយចំពោះពាក្យសម្ដីគឺខ្ញុំមិនសូវប្រកាន់ប្រមាណទេខ្ញុំមិនជាអ្នកប្រកាន់ជាមួយពាក្យសម្ដីទេដូចអ្នកទាំងអស់គ្នាអាយុប្អូនខ្ញុំ5 6ឆ្នាំអញ្ចឹងមកហៅខ្ញុំប្រូក៏ខ្ញុំអត់ខឹងទេបើគេបងគេហៅយើងប្រូគេអាចនឹងខឹងតែចំពោះខ្ញុំអត់ខឹងទេតែថាពាក្យប្រូហ្នឹងមកបកប្រែទៅគឺប្រាដឺបងប្រុសបងអីចឹងទៅពាក្យប្រូគឺបងហ្នឹងហើយមានអីខឹងគេហៅយើងបងហ្នឹងហើយបាទគឺខ្ញុំអត់ខឹងទេចំពោះពាក្យប៉ុណ្ណឹងហើយខ្ញុំហើយអ្នកគ្នាវិញក៏ខ្ញុំហៅប្រូដែរតែខ្ញុំអត់ត្រឡប់ទេពីណាក៏ខ្ញុំហៅប្រូដែរបើលុះត្រាតែគាត់អាយុបងខ្ញុំរៀងតែថាខ្ញុំស្គាល់គាត់ច្បាស់តែគាត់អាយុបងតែខ្ញុំហៅបងបាទតែបើមិនអាយុប្រហែលខ្ញុំឬក៏ប្អូនខ្ញុំអីខ្ញុំហៅប្រូទេបាទចឹងគឺខ្ញុំតែប៉ុណ្ណឹងត្រឡប់ខ្ញុំគឺខ្ញុំហៅប្រូហៅពីណាក៏ប្រូដែរហៅតាំងពីដើមហ្នឹងភាគច្រើនតែម្ដងគឺខ្ញុំហៅប្រូបាទលុះត្រាតែគាត់បងខ្ញុំគឺទើបខ្ញុំហៅគាត់បងចឹងមកសិនយើងលេងប៉ះកុំធ្វើទង្វើដ៏មិនគួរធ្វើមិនហ្វមរុំទង្វើដូចអាចដូចអាប៉ែនឹងធ្វើអាប៉ែនឹងហ្មងណាដាក់ប៉ែនឹងធ្វើដាក់ខ្ញុំលើកមុនហ្នឹងខ្ញុំអត់ហ្វមអត់ប្រហែលស្ដាប់ខ្ញុំនិយាយតាមហ្នឹងទៅបាទគឺហ្វមកុំធ្វើទង្វើដ៏ថោកទាបហ្នឹងបាទយើងជាខ្មែរដូចគ្នាទេហេតុអីក៏យើងមកកោគ្នាឥឡូវឧទាហរណ៍ថាអ្នកនរគ្នា level តូចគេមក farm ហើយអ្នកគ្នាពង farm ហើយគេមកធ្វើបាបអ្នកនរគ្នាអ្នកគ្នាខឹងអត់ត្រូវឲ្យអ្នកគ្នានឹងខឹងពីណាក៏ចេះខឹងដែរចឹងពេលខ្លះកំហឹងគេអាចជប់បានទេតែធ្វើគេខឹងខ្លាំងគេជេរតែខ្ញុំអាចអត់ធ្វើជេរទេខ្ញុំអត់ជេរទេហ្នឹងហើយតែខ្ញុំឌីលខ្ញុំអត់ជំនាញពាក្យជេរទេបើតែឲ្យខ្ញុំឌីលហើយខ្ញុំអាចឌីលបានហើយថប់មន់ទៀតទៅមើលទៅអត់ចង់អ៊ូទេតែយ៉ាងមែនមើលទៅនិយាយលេងទេបាទហើយចំពោះវីដេអូនេះគឺរៀងយូរតិចហើយដោយសារតែខ្ញុំធ្វើរៀងយូរហ្វានហើយបាទយើងមានរឿងត្រូវនិយាយគ្នាច្រើនបាទហើយបើ fan និយាយអ្នកគ្នាចង់មើលវីដេអូខ្ញុំយូរកុំភ្លេច comment ផងដោយសារវីដេអូតាមទូទៅពីចារខ្ញុំធ្វើតែ5 6 7នាទីទេតែនេះ10នាទីឡើង16នាទីអីជាងចឹងបើ fan ជាអ្នកគ្នាចូលចិត្តមើលវីដេអូរបស់ខ្ញុំយូរចាប់ខ្ញុំធ្វើឲ្យមើលបាទអាចនឹងពេលខ្លះដាក់1 ម៉ោងឯងមើលហ្មងបាទឲ្យតែអ្នកគ្នាចូលចិត្តមើលបាទខ្លាចតែធ្វើទៅអត់មើលធ្វើអាវីដេអូយូរអត់មានមើលអាហ្នឹងចប់ហើយអត់ចិត្តងាប់ខំធ្វើឲ្យមើលអត់មើលបាទចឹងគឺបើ fan ជាអ្នកគ្នាចង់មើលអាវីដេអូយូរចឹងកុំភ្លេច comment នៅក្នុងcomment មកបាទគឺខ្ញុំនឹងធ្វើវីដេអូយូរចឹងឲ្យអ្នកគ្នាមើលតែបើចូលចិត្តទៀតអីទេធ្វើវីដេអូធម្មតាទៅអា5 6 7នាទីហ្នឹងមើលបានបន្តិចចប់ហ្នឹងបាទមើលអាហ្នឹងទៅមានអីទេបាទហើយសុំមួយទៀតចំពោះគ្នាយើងដែលគាត់ចង់លេងមួយខ្ញុំដែលគាត់បាន add ខ្ញុំរួចហើយឆាតមកសួរខ្ញុំថាខ្ញុំលេងម៉ោងប៉ុន្មានបាទខ្ញុំទៅខ្ញុំអត់ដឹងថាប្រាប់ថាម៉េចទេខ្ញុំសុំទោសផងរឿងហ្នឹងខ្ញុំអត់ដឹងថាខ្ញុំលេងម៉ោងប៉ុន្មានឯប្រកបទេខ្ញុំទៅគឺខ្ញុំតនេម៉ោងប៉ុន្មានគឺខ្ញុំលេងម៉ោងហ្នឹងបាទមិនថាតនេម៉ោង1យប់2 10យប់ម៉ោង3ថ្ងៃ2 10ថ្ងៃទេគឺខ្ញុំតនេម៉ោងប៉ុន្មានខ្ញុំលេងវាហ្នឹងបាទអញ្ចឹងខ្ញុំអត់អាចកំណត់ពេលវេលាខ្លួនឯងថាឲ្យលេងម៉ោង1ថ្ងៃម៉ោង2ទេគឺអញ្ចឹងគឺខ្ញុំអត់ដឹងថាប្រាប់អ្នកគ្នាថាម៉េចទេបាទអញ្ចឹងគឺខ្ញុំប្រាប់ថាអត់តនេម៉ោងប៉ុន្មានគឺលេងម៉ោងប៉ុណ្្នឹងហើយបាទអញ្ចឹងអ្នកគ្នាលោកមាននិស័យអីអញ្ចឹងទៅពេលខ្ញុំតនេខ្ញុំចូលហ្គេមទៅអ្នកគ្នាចូលហ្គេមដែរយើងជួបគ្នាទៅតែយើងប្រើខ្លាញ់មួយគ្នាក្នុង server ហ្នឹងតែ2នាក់យើងទៅមានអីទេមិនមែនអញ្ចឹងទេបាទគឺយើងចូលលេងមួយគ្នាបាទអត់មានប្រើខ្លាញ់អីមួយគ្នាទេគ្រាន់ចូលលេងធម្មតាខ្ញុំគិតវែងឆ្ងាយបាទបន្ទាប់ពីការ farm អស់រយៈពេលយ៉ាងយូរយ៉ាងវេទនារោគរ៉ាឥឡូវយើងបានយើង level 525ហើយគឺយើងដល់ level ដែលយើងត្រូវចាក់ចេញពីអាកោះពពកនឹងទៅកាន់កោះថ្មីហើយបាទគឺកោះពពកថ្មីមួយទៀតបាទតែចាំវីដេអូក្រោយចាំយើងជួបគ្នានៅក្នុងកោះពពកថ្មីហើយកោះពពកក្នុង iPhone ហ្នឹងគឺមានតែប៉ុណ្្នឹងទេគ្មានអីច្រើនគ្មានអីយកគ្មានអីធ្វើទេមានតែការ farm ហ្នឹងបាទអញ្ចឹងកុំភ្លេចជួយ like និង subscribe ម្នាក់មួយផងខ្ញុំចិត្តបាន 2k ហើយអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទបាយបាយហើយនៅមើលការទៀតចប់អី